ជុំរឿងព្រេងនិទានខ្មែរភាគទី5រឿងប្រាសាទអង្គរកាលពីគ្រិស្តសករាជ600មានជនម្នាក់ឈ្មោះលឹមសេងនៅក្នុងខេត្តសៀងហៃលឹមសេងអាយុប្រមាណ50ឆ្នាំជាមនុស្សកំសត់ទុរគតណាស់គាត់បានខ្ចីប្រាក់អ្នកជំនួយម្នាក់ចំនួន6ណែនហើយទៅស៊ីឈ្នួលបំរើម្ចាស់បំណុលនោះម្ចាស់បំណុលបានតម្រូវឲ្យគាត់កាប់ឆ្ការព្រៃមួយកន្លែងនៅក្បែរមាត់ទន្លេដើម្បីដាំដំណាំនៅរដូវដែលបផាជាតិទាំងឡាយត្រូវរិចផ្កាលឹមសេងតែងបេះផលដំណាំដែលគាត់បានដាំជារាល់ថ្ងៃយកទៅជូនម្ចាស់គាត់ថ្ងៃមួយមាននាងទេពធីតា5នាក់ស្ថិតនៅឯប្រាសាទព្រះឥន្ទបានហោះមកប្រឡែងគ្នាលេងឯឋានក្រោមបានឃើញផ្កានៅក្នុងសួនច្បារតាលឹមសេងរិចស្គុះស្គាយប្រងព្រាតក៏បបួលគ្នាចូលទៅក្នុងសួននោះទេពធីតាម្នាក់ឈ្មោះនាងទេពសុដាច័ន្ទបានបេះផ្ការបស់តាលឹមសេង6ទងព្រោះផ្កានោះមានក្លិនក្រអូបសាយល្អចំណែកទេពធីតាឯទៀតបានដើរលេងពាសពេញក្នុងសួនច្បារនោះដែរតែអត់បានកាច់ផ្កាលេងទេលុះត្រឡប់ទៅដល់ឋានទេវតាវិញទេពធីតាស្លូតត្រង់ក៏បានទូលព្រះឥន្ទពីរឿងនាងទេពសុដាច័ន្ទលួចបេះផ្កាគេព្រះឥន្ទក៏ទ្រង់សួរទៅនាងដែលមានទោសហើយផ្ដល់ទីទូថាត្រូវឲ្យចោះមកឋានកណ្ដាលនៅជាមួយមនុស្សលោកចំនួន6ឆ្នាំនឹងត្រូវទៅធ្វើជាប្រពន្ធតាលឹមសេងនោះនាងទេពសុដាច័ន្ទខ្មាស់គេណាស់អស់សង្ឃឹមក្នុងចិត្តក៏ហោះចុះមកឋានក្រោមជួបនឹងតាលឹមសេងហើយនាងនិយាយប្រាប់គាត់ថានាងបានលួចបេះផ្កាក៏6ទងឥឡូវព្រះឥន្ទដាក់ទោសឲ្យនាងចុះមកធ្វើជាប្រពន្ធគាត់ចំនួន6ឆ្នាំតាលឹមសេងឆ្លើយថាខ្ញុំក្រណាស់ខ្ញុំពុំអាចទទួលនាងធ្វើជាប្រពន្ធបានទេព្រោះចៅហ្វាយខ្ញុំចិត្តអាក្រក់ណាស់គាត់ឲ្យបាយខ្ញុំទទួលទានគ្រាន់តែឲ្យរស់តែខ្លួនមួយនាងទេពធីតាឆ្លើយថាយ៉ាងម៉េចក៏ដោយចាំខ្ញុំជួយលោកតាខ្ញុំនឹងបង្រៀនវិជ្ជាសិល្បៈដែលគ្មាននរណាចេះដល់លោកតាបើលោកតាមិនព្រមទទួលខ្ញុំធ្វើជាប្រពន្ធតើធ្វើម្ដេចខ្ញុំនឹងបានទទួលទណ្ឌកម្មតាមការវិនិច្ឆ័យនៃរបស់ព្រះឥន្ទសូមលោកតាអាណិតខ្ញុំផងតាលឹមសេងក៏ព្រមទទួលនាងទេពសុដាច័ន្ទមកនៅជាមួយនឹងគាត់ពេញចិត្តនឹងនាងទេពធីតានេះណាស់ព្រោះជាស្ត្រីមានរូបសម្បត្តិល្អលើសស្ត្រីនានាមិនយូរប៉ុន្មានគាត់ក៏មានសេចក្តីស្នេហាលើរូបនាងទេពសុដាច័ន្ទការបើបាននៅជាមួយតាលឹមសេងយូរមកនាងសង្កេតឃើញសេចក្តីលំបាកវេទនារបស់តានិងចិត្តស្មោះត្រង់របស់គាត់ក៏កើតមានចិត្តអាណិតគាត់ជាខ្លាំងទើបនាងសួរគាត់ថាលោកតាបានខ្ចីលុយគេប៉ុន្មានតាឆ្លើយថា6ណែននាងប្រាប់តាថាបើលោកតាខ្ចីគេតែ6ណែនដូច្នេះលោកតានឹងត្រូវនៅបម្រើគេតែម្នាក់ឯងឥឡូវនេះសូមលោកតាទៅខ្ចីគេឲ្យបាន9ណែនថែមទៀតទើបចៅនឹងបានមកនៅបម្រើគេជាមួយលោកតាផងលុយដែរយើងនឹងទៅខ្ចីគេថែមទៀតនោះនឹងយកមកចាយវាយប្រើការឲ្យបានផលប្រយោជន៍ច្រើនតាលឹមសេងក៏ទៅខ្ចីលុយពីម្ចាស់បំណុលខ្លួនបាន4ណែនទៀតយកមកឲ្យនាងទេពសុដាច័ន្ទនាងក៏សុំឲ្យលោកតាយកប្រាក់ទាំង4ណែននោះទៅទិញសូត្រយកមកឲ្យនាងតាក៏ទិញបានសូត្រនៅជាសម្បុកចំនួន20នាលនាងទេពសុដាច័ន្ទក៏វាយសូត្រនោះហើយត្បាល់ជាសម្ពុតផ្សេងមានសម្ពុតប៉ាក់ជារូបស្លឹកឈើរូបសត្វនិងជារូបគំនូរផ្សេងទៀតជាច្រើនរាប់ពុំអស់នាងត្បាញសម្ពុតល្អណាស់ដែលសម័យនោះគ្មាននរណាធ្វើបានដូចនាងឡើយកាលបើត្បាញបានសម្ពុតច្រើនហើយនាងក៏ប្រើប្តីនាងឲ្យយកសម្ពុតទាំងនោះទៅជូនចៅហ្វាយខ្លួនអ្នកម្ចាស់បំណុលយកដៃស្ទាបសម្ពុតហើយមានសេចក្តីស្ងើចក្នុងចិត្តក្រៃលែងព្រោះគ្មាននរណាមួយអាចចេះត្បាញដូច្នេះបានឡើយអ្នកម្ចាស់បំណុលពោលសរសើរថាតាលឹមសេងជាច្រើនហើយដោយអំណាចគាត់កាត់សេចក្តីសប្បាយពន់ពេកគាត់ក៏បានឲ្យលុយ50ណែនទៅតាព្រមទាំងឈប់ទាយកវិញនៅប្រាក់ដែលតាបានចម្ពាក់គាត់ពីមុនមកទាំងអំបាលបានផងមិនតែប៉ុណ្ណោះអ្នកម្ចាស់បំណុលបានទាំងបញ្ជូនមនុស្សទៅរៀនវិជ្ជាត្បាញសូត្រពីនាងទេពសុដាច័ន្ទផងនាងទេពសុដាច័ន្ទក៏បានទិញសម្បុកសូត្រសម្បុកដង្កូវនាងជាច្រើនហៀបយកមកបង្រៀនបំរើចៅហ្វាយតាឲ្យវាយឲ្យត្បាញរាល់ថ្ងៃមិនយូរប៉ុន្មានតាលឹមសេងក៏បានឡើងជាអ្នកមានម្នាក់មានអំណាចនិងមានគេរាប់អានជាច្រើនប្រមាណជាមួយឆ្នាំក្រោយមកនាងទេពសុដាច័ន្ទបានបត់ប្រុសម្នាក់ទីរស់នេះ
រពឹសពន់ពេកនៅពេលដែលវាចេះវាចេះជីកដីធ្វើជាកំផែងការពារពេលចេះអង្គុយវាគូលេងលើដីធ្វើជារូបសត្វរូបមនុស្សគឺវាចូលចិត្តគូដីលេងឥតចេះខ្ជិលឥតឈុតឈរវាជាក្មេងពុំចេះនៅស្ងៀមមួយស្របក់ណាសោះឡើយអាស្រ័យហេតុដូច្នេះទើបម្ដាយដាក់ឈ្មោះថាព្រះពិស្ណុកាលុះកុមារមានវ័យចំនួន5ឆ្នាំនាងទិព្វសូដាច័ន្ទក៏ត្រូវផុតកំណត់6ឆ្នាំដែលព្រះឥន្ទបានផ្ដល់ទោសតម្រូវឲ្យនាងមកធ្វើជាប្រពន្ធតាលឹមសេងដូច្នេះដើម្បីរំលឹករឿងនោះដល់តានាងក៏បេះផ្កាចំនួន6ទងយកទៅដាក់នៅលើខ្នើយដេករួចក៏ហោះទៅកាន់ឋានព្រះឥន្ទវិញលុះដល់ពេលបាយតាលឹមសេងដោយមានសេចក្តីងឿងឆ្ងល់នឹងមិនឃើញប្រពន្ធចេញមកបរិភោគបាយក៏ចូលទៅក្នុងបន្ទប់រកមើលហើយឃើញផ្កា6ទងដាក់ចោលលើខ្នើយក៏យល់ន័យនោះមួយរំពេចតាលឹមសេងក៏ទួញសោកស្ដាយរលឹកប្រពន្ធក្មេងដែលរត់ចោលគាត់បាត់ទៅនោះពន់ពេកអ្នកចិត្តខាងបានដឹងគេជួយអាណិតគាត់គ្រប់គ្នាចំណែកព្រះពិស្ណុកាវិញក៏រត់រងម្ដាយគ្រប់ច្រកល្ហកទាំងអស់ស្រែកបង្គាច់ហៅម្ដាយលន់លឺរំកងហើយយំសោកបោកខ្លួនជាមួយឪពុកគ្រានោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រះបាទប្រទេសរាជទ្រង់សោយប្រទាបង្គតទៅព្រះអង្គឥតមានព្រះរាជបុត្រាបុត្រីមួយអង្គណាដើម្បីសោយរាជស្នងព្រះអង្គឡើយព្រះញាតិវង្សព្រះថោងកផុតរលត់ត្រឹមនេះគេសង្កេតឃើញមាននៅសល់តែក្រុងហៅនិងក្រាយហៅពីររូបប៉ុណ្ណោះដែលជាអ្នកជាប់ព្រះលោហិតសោតកាលបើដូច្នេះព្រះរាជបល្ល័ង្កក៏នៅទំនេរកាលណាដំណើរបុរសកំសត់ម្នាក់ដែលប្រកបរបរចិញ្ចឹមជីវិតដោយការកាប់អស់នៅក្នុងព្រៃថ្ងៃមួយនៅពេលដែលបុរសនោះកំពុងប្រកបការតាមធម្មតារបស់ខ្លួនស្រាប់តែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបុរសបានរត់ទៅជ្រកនៅក្រោមខ្ទមអ្នកតាមួយនិយាយពីព្រះឥន្ទធិរាជដែលជាស្ដេចនៃទេវតានៅពេលនោះព្រះអង្គបាននិមិត្តធ្វើជាមន្តគោក2មួយសម្បល់សមួយសម្បល់ខ្មៅមន្តខ្មៅមកទុំនៅសសរកន្លងនៃខ្ទមមន់សមកទុំលើដំបូលខ្ទមមួយសន្ទុះមកមន់សរងាវឯមន់ខ្មៅចេះនិយាយភាសាមនុស្សក៏និយាយថានរណាហ៊ានងងងាវលើក្បាលអញដូច្នេះតើអ្នកឯងមានฤទ្ធិអំណាចយ៉ាងណាទៅមន់សឆ្លើយថាយើងមានឫទ្ធិអំណាចខ្លាំងណាស់ប្រសិនបើនរណាមួយបានស៊ីសាច់យើងអ្នកនោះនឹងបានជាស្ដេចផែនដីមន់ខ្មៅក៏ឆ្លើយថាបើមនុស្សណាមួយបានស៊ីក្បាលយើងអ្នកនោះឯងនឹងបានជាស្ដេចសង្ឃបើមនុស្សស្រីណាបានស៊ីសាច់ផ្លូវយើងស្រីនោះនឹងបានជាអគ្គមហេសីស្ដេចបើមនុស្សប្រុសណាបានស៊ីសាច់ទ្រង់យើងអ្នកនោះនឹងបានសោយរាជ្យដូច្នេះត្រូវអ្នកកុំមើលងាយយើងឲ្យសោះតមកមន់សក៏ហាបាត់ទៅឯមន់ខ្មៅនៅទុំនឹងសសរកន្លងដដែលបុរសកំសត់ក៏លោបចូលទៅចាប់មន់ខ្មៅបានហើយសម្លាប់ភ្លាមយួរយកទៅផ្ទះខ្លួនបុរសក៏និយាយការសម្ងាត់នេះប្រាប់ប្រពន្ធមានសេចក្តីរីករាយក្រៃលែងយកមន់នោះទៅចម្អិនធ្វើម្ហូបរួចដួសដាក់ចានដាក់ថាសលើកយកមកបំរុងនឹងបរិភោគប៉ុន្តែនៅពេលនោះបុរសប្តីនិយាយទៅកាន់ប្រពន្ធថាយើងចិត្តបានមកកត់ពាក់ហើយដូច្នេះត្រូវយើងយកម្ហូបពិសេសនេះនៅឯមាត់ស្ទឹងយើងមុខទឹកដោះខ្លួនឲ្យស្អាតយកសម្លៀកបំពាក់ថ្មីមកស្លៀកពាក់ឲ្យហឺហារួចសឹមយើងចាប់បរិភោគម្ហូបមាន់នេះបុរសប្តីប្រពន្ធក៏ជញ្ជូនម្ហូបអាហារទៅដាក់មាត់ទឹកមុជទឹកក្នុងស្ទឹងលេងយ៉ាងសប្បាយលុះងើបពីទឹកឡើងបុរសប្តីប្រពន្ធមើលថាសដាក់ម្ហូបពុំឃើញដោយរលកទឹកបានគួចយកថាសនោះរសាត់ទៅតាមខ្សែទឹកបាត់ទៅនៅថ្ងៃនោះមានទ្រមាក់ដំរីម្នាក់ឈ្មោះទាគាត់បាននាំដំរីគាត់ជាច្រើនទៅឲ្យចោះត្រាំទឹកស្ទឹងនោះបានឃើញថាសនោះអណ្ដែតមករកគាត់លើកយកថាសនោះទៅប្រគេនព្រះសង្ឃជាមេវត្តមួយអង្គលោកសង្ឃបានស្គាល់ច្បាស់នៅគុណភាពនៃសាច់នោះក៏ចាប់យកក្បាលមន់ឆាន់ទៅរួចលោកប្រទានសាច់ទ្រង់នោះទៅឈ្មោះទាសាច់ផ្លូវទៅនាងវងជាប្រពន្ធឈ្មោះទាប៉ុន្តែលោកអត់មានពុតដីកាថាអ្វីឡើយទានិងវងក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញទៅនិយាយពីបរិសុទ្ធប្តីប្រពន្ធបានខំដើររកថាមហូបនោះគ្រប់កន្លែងទាំងអស់
ប៉ុន្តែពុំឃើញគិតថាប្រកាសជានរណាមកលួចយករបស់គាត់ហើយក៏ប្រតិចផ្ដាសាពុំស្គាល់មុខនោះជាច្រើនរាប់ពុំអស់បន្ទាប់ពីនោះមក3ថ្ងៃនៅក្នុងប្រទេសក៏មានការប្រជុំគណៈរដ្ឋមន្ត្រីនៅក្នុងសម័យប្រជុំនោះរដ្ឋមន្ត្រីទាំងឡាយបានបដូរយោបល់គ្នាថាព្រះរាជអាណាចក្រយើងពុំទាន់មានព្រះមហាក្សត្រគ្រងរាជនៅឡើយទេដូច្នេះត្រូវបញ្ចេញដំរីមកចងគោកហើយបួងសួងដល់ទេវតាសូមឲ្យនាំដំរីចេញទៅលុតជង្គង់ខ្លួនឯងចំពោះមុខជនណាមួយដែលអាចអង្គុយលើរាជបល្ល័ង្កបានហើយសូមឲ្យដំរីលើកបរោះនោះដាក់លើក្បាលនាំមកទីនេះដើម្បីយើងនឹងរៀបធ្វើព្រះរាជពិធីអភិសេកឲ្យបរោះនោះឡើងសោយរាជក្នុងព្រះនគរលុះជំនុំហើយគេយកដំរីមករៀបចំចងគោកនិងគ្រឿងលម្អងឯទៀតជាច្រើនហើយលេងឲ្យវាដើរទៅតាមចិត្តវាដំរីក៏ដើរសម្ដៅទៅរកមកទានិងនាងវងហើយលុតជង្គង់នៅមុខជនទាំងពីរនាក់រួចលើកជនទាំងពីរនាក់នោះដាក់លើក្បាលបញ្ជីមកកាន់ព្រះបរមរាជវាំងខណៈនោះពួករដ្ឋមន្ត្រីក៏រៀបចំធ្វើព្រះរាជពិធីជាពិសេសភ្លាមតាមរាជប្រពៃណីមកទានឹងបានទទួលព្រះបរមនាមថាទេវងអស្ចារ្យឯក្រុងហៅនិងក្រៅហៅមានសេចក្តីអអន់ប្រតិមិនព្រមចោះចូលព្រះមហាក្សត្រអង្គថ្មីក៏រត់ទៅឯស្រុកបាកានខេត្តពោធិ៍សាត់ហើយទ្រង់បានសង់ប្រាសាទមួយនៅទីនោះដំណើរពីព្រះឥន្ទ្ររាជទ្រង់សង្កេតឃើញព្រះអគ្គមហេសីនៃព្រះមហាក្សត្រអង្គថ្មីពុំតាន់មានព្រះរាជបុត្រនៅឡើយក៏ទ្រង់ព្រះចិន្តាថាយើងនឹងផ្ដល់ព្រះរាជបុត្រមួយអង្គដល់ព្រះនាងវងព្រះរាជបុត្រនោះមានសញ្ជាតិជាព្រះឥន្ទ្រសតដើម្បីឲ្យជាប់ជាព្រះញាតិវង្សសោយរាជក្នុងប្រទេសខ្មែរជានិរន្តរ៍តទៅថ្ងៃមួយនៅពេលដែលព្រះមហាក្សត្រយានីវង្សទ្រង់យាងចេញពីមហាប្រាសាទព្រះឥន្ទ្រទ្រង់ហោះចេញមកស្ថិតនៅលើអាកាសមនុស្សលោកមើលព្រះអង្គពុំឃើញទេឃើញតែពន្លឺមួយយ៉ាងធំខៀវសន្ធឹកកាត់អាកាសអ្នកស្រុកស្រែកឆោឡោឡើងថាពន្លឺធ្លាក់ព្រះឥន្ទ្រក៏ទម្លាក់កម្រងផ្កាមកលើព្រះកាយព្រះនាងវងហើយទ្រង់ត្រឡប់ទៅឋានព្រះអង្គវិញបាត់ទៅព្រះនាងអគ្គមហាសេវង្សទ្រង់មានព្រះគភ៌ពីត្រឹមពេលព្រះនាងមានព្រះគភ៌ពីត្រឹមពេលនោះមកហើយទ្រង់ប្រសូតព្រះរាជបុត្រមួយព្រះអង្គថ្វាយព្រះនាមថាព្រះកេតុមីលាបានន័យថាពន្លឺកម្រងផ្កាសូមដំណើរពីព្រះវិស្ណុកាវិញអ្នកខំរត់រងម្ដាយគ្រប់ច្រកល្ហកអស់ហើយប៉ុន្តែអត់បានដឹងថាម្ដាយនៅឯណាសោះកុមារក៏កើតទុកជាទីបំផុតទៅថ្ងៃមួយសួរពុកថាម្ដាយខ្ញុំជាអ្វីឪពុកឆ្លើយថាម្ដាយកូនឯងជាទេពធីតានាងត្រូវមកនៅក្នុងឋានមនុស្សយើងនេះត្រឹមតែ6ឆ្នាំទេឥឡូវនាងត្រឡប់ទៅឋានទេវតាវិញហើយនាងនោះនៅឆ្ងាយណាស់ឪពុកពុំដឹងជាម្ដាយកូនឯងនៅត្រង់ណាទេកុមារនៅស្ងៀមប៉ុន្តែចេះតែនឹកមករកម្ដាយឥតមានភ្លេចក៏សម្រេចចិត្តថានឹងចេញទៅរកម្ដាយឲ្យទាល់តែឃើញទោះបីឪពុកខំនិយាយខ្វាត់យ៉ាងណាក៏កុមារពុំយល់ស្របតាមជាដាច់ខាតព្រោះព្រះពិស្ណុកាកុមារបានធ្វើដំណើរចេញទៅដើរកាត់ព្រៃលិចវាចូលព្រៃពេលឃ្លានបេះផ្លែរុក្ខជាតិនានាធ្វើជាអាហារសម្លៀកបំពាក់រហែករយារយាយអស់ប៉ុន្តែឲ្យហេតុកុមារនេះមានវាសនាល្អថ្ងៃមួយពួកទេពធីតាបានចុះមកលេងនៅលើភ្នំមួយហើយក្នុងបណ្ដាទេពធីតាទាំងនោះមាននាងទិព្វសូដាច័ន្ទមួយផងនាងកំពុងនាំគ្នាដើរកាច់ផ្កាតាមដងព្រៃចង់ជាបាច់ការព្រះពិស្ណុកាបានឃើញស្ត្រីល្អដូច្នេះក៏នឹកថាអស់ពេលជាច្រើនឆ្នាំណាស់មកហើយដែលអញដើរចេញពីទីភូមិដែលមានមនុស្សលោកនៅឥតដែលបានជួបនឹងមនុស្សណាម្នាក់សោះសម្លៀកបំពាក់អញក៏រហែកដាច់ហើយអញពុំអាចរកអ្វីមកផ្លាស់បានទេក្រៅពីយកស្លឹកឈើមកចងបិទបាំងខ្លួនដូច្នេះមនុស្សស្រីទាំងឡាយដ៏ល្អក្រៃលែងនេះមកពីឋានណាមិនមែនជាពួកទេពធីតាទេឬក៏ដូច្នេះហើយព្រះពិស្ណុការរត់ពួនត្រីទាំងនោះបានដើរមកជិតដល់កុមារក៏លើកដៃបួងសួងឡើងថាបើក្នុងស្ត្រីជាទេពធីតាទាំងអស់នេះឥតមានម្ដាយខ្ញុំនៅក្នុងនោះផងទេសូមឲ្យហោះហើរទៅកាន់ឋានលំនៅគេវិញកំបីមានសល់ឡើយប៉ុន្តែបើមានម្ដាយខ្ញុំមកនៅក្នុងទីនេះផងសូម
ខ្ញុំសូមកុំឲ្យម្ដាយខ្ញុំហោះហើរទៅជាមួយនឹងគេរួចលុះបួងសួងដូច្នេះចប់ហើយព្រះពិស្ណុកាក៏រត់ចេញសម្ដៅទៅទីកន្លែងដែលនាងទេពធីតាទាំងនោះកំពុងលេងនាងទេពធីតាទាំងឡាយកាលបើឃើញកុមារមនុស្សលោកក៏ភ្ញាក់ផ្អើលស្ទុះហោះទៅឋានលើអស់ទៅនៅសល់តែនាងទិព្វសូដាច័ន្ទហោះទៅនឹងគេពំរួចព្រះពិស្ណុកាក៏រត់ទៅចាប់អោបអរិទ្ធនាងយ៉ាងស្និទ្ធស្នាលជាទីបំផុតនាងទេពសូដាច័ន្ទស្រែកយ៉ាងខ្លាំងៗថាតើកម្មអ្វីតាមកគ្រប់សង្កត់លើរូបខ្ញុំទៀតហើយខ្ញុំបានសោយទុកសោយទោសបានរួចពីឋានមនុស្សលោកហើយម្ដេចឡើយក៏មានមនុស្សលោកមកចាប់រឹតដួតខ្ញុំជាថ្មីម្ដងទៀតដូច្នេះព្រះពិស្ណុកាស្រែកឡើងថាម៉ែខ្ញុំនេះត្រូវជាកូនម៉ែការដែលម៉ែរត់ចេញពីផ្ទះបាត់ទៅកូនយំទួញសោកខំដើររកគ្រប់ទីកន្លែងពុំឃើញសោះលោកឪពុកបានចូលទៅរកម៉ែក្នុងបន្ទប់ហើយឃើញតែផ្កា6ទងដាក់លើខ្នើយគាត់ក៏យល់ភ្លាមថាម៉ែត្រឡប់ទៅនៅឋានទេវតាវិញហើយគាត់កើតទុកពុនប្រមាណរកអ្វីមកប្រៀបពុំបាននៅក្នុងលោកយើងនេះមិនមែនតែប៉ុណ្ណោះអ្នកចិត្តខាងក៏បានរត់មកជួយយំសោកស្ដាយស្រណោះអាឡោះអាឡៃម៉ែជាមួយនឹងយើងដែរតាំងពីពេលនោះមកខ្ញុំចេះតែនឹកបមីមុខម៉ែពុំមានភ្លេចសោះឡើយលុះខ្ញុំធំដឹងក្តីបន្តិចឡើងខ្ញុំក៏សូមលាលោកឪពុកចេញដើរផ្សងព្រេងតាមរកម៉ែហើយកូននឹកស្មានថាកូនមុខជាស្លាប់ដោយអស់កម្លាំងបាក់ជ័របាយពំខានតែឥឡូវនេះខ្ញុំបានមកជួបម៉ែហើយខ្ញុំសូមអង្វរម៉ែត្រឡប់ទៅវិញជាមួយនឹងកូននាងទិព្វសូដាច័ន្ទស្គាល់កុមារថាជាកូនរបស់ខ្លួនប៉ិតដោយសារសម្ដីដែលកុមារនិយាយដូច្នេះនាងក៏យំទួញសោកអាណិតកូនជាខ្លាំងហើយមានវិចារទៅកាន់កូនថាម៉ែឥតមានស្អប់ខ្ពើមឪពុកកូនឯងទេម៉ែតែងនឹកមកកូននិងឪពុកឯងពុំមានភ្លេចព្រមទាំងអ្នកភូមិផងរបងជាមួយឯទៀតដែលម្ដាយធ្លាប់នៅជាមួយគេប៉ុន្តែម៉ែជាតិជាទេពធីតាពុំអាចនៅជាមួយមនុស្សលោកបានយូរទេរាល់ថ្ងៃម្ដាយតែងទៅបំពេញកិច្ចនៅចំពោះព្រះភ័ក្ត្រព្រះអិនធិរាជគឺសូមអង្វរឲ្យព្រះអង្គប្រទានពរដល់កូនឯងនិងឪពុកកូនឯងកុំបីខានមិនតែប៉ុណ្ណោះម្ដាយបានទាំងទូលសុំព្រះអិនព្រះឲ្យព្រះអង្គមេត្តាផ្សាយនៅសុភមង្គលដល់មនុស្សលោកនៅឯឋាននេះជាទូទៅផងកូនប្រុសពន្លងម្ដាយពុំអាចនៅជាមួយនឹងកូនបានទៀតទេតែម្ដាយនឹងយកកូនឯងទៅលេងប្រាសាទឯឋានលើមួយដងម្ដាយនឹងនាំកូនឯងទៅមុជទឹកក្នុងអាងក្រអូបនៅក្នុងសួនព្រះអិនហើយទឹកនោះនឹងជំរះកាយកូនឯងឲ្យបាត់ធំក្លិនមនុស្សលោកបន្ទាប់ពីនោះមកម្ដាយនឹងនាំកូនឯងទៅចូលក្នុងប្រាសាទរួចនាំកូនទៅថ្វាយបង្គំព្រះអិននាងទេពសូដាច័ន្ទក៏ហុចក្រមាទៅឲ្យព្រះវិស្ណុកាផ្លាស់រួចនាងលើកពោបត់ឡើងហោះកាត់អាកាសនាងយកបត់ទៅឲ្យមុជទឹកក្រអូបនាំចូលនៅក្នុងលំនៅនាងយកសម្លៀកបំពាក់ស្អាតមកស្លៀកពាក់ឲ្យយកម្ហូបសួរមកឲ្យបរិភោគរួចនាំចូលទៅក្នុងមហាប្រាសាទព្រះអិនព្រះពិស្ណុកាកាត់សេចក្តីសប្បាយអស្ចារ្យណាស់ប៉ុន្តែដល់កុមារចូលទៅក្នុងបន្ទប់សម្រាប់ជួបនឹងព្រះអិនដោយអ្នកមានសេចក្តីចាប់អារម្មណ៍ក្រៃពេកចំពោះលំអនៃបន្ទប់នោះក៏ទៅជាញ័រដៃញ័រជើងចាញ់បន់នៅទីនោះនៅពេលដែលព្រះអិនធិរាជយាងចេញមកតាមនោះទ្រង់ទតឃើញកុមារទ្រង់សួរទៅនាងទិព្វសូដាច័ន្ទថាតាំងមនុស្សនេះជាអ្វីបានជានាងនាំមកនៅក្នុងប្រាសាទយើងនាងទិព្វសូដាច័ន្ទទូលថាជាបុត្រខ្ញុំម្ចាស់ការដែលខ្ញុំម្ចាស់ចង់ទៅឯឋានមនុស្សលោករៀបការជាមួយនឹងលោកតាលឹមសេងព្រះអិនមានព្រះបន្ទូលថាណែកុមារដ៏ប្រសើរចូលឯងក្រោកឡើងព្រះពិស្ណុកាក៏បានដឹងស្មារតីឡើងលុតជង្គង់បទុនខ្លួននៅចំពោះព្រះភ័ក្ត្រនៃស្ដេចទេវតាព្រះអិនក៏នាំកុមារចូលទៅក្នុងបន្ទប់ប្រាសាទព្រះអង្គហើយទ្រង់ត្រាស់សួរកុមារជាច្រើនបញ្ហាអំពីឋានមនុស្សលោកដែរកុមាររស់នៅចម្លើយនៃព្រះពិស្ណុកាបានធ្វើឲ្យព្រះអង្គសពរតីពុនពេកនៅពេលនោះនាងទិព្វសូដាច័ន្ទបានទូលព្រះអិនបន្ថែមថាបុត្រខ្ញុំម្ចាស់មានការប៉ិនប្រសប់ណាស់ចេះគិតគូរចេះឆ្លាក់នាំឲ្យមនុស្សលោកមានសេចក្តីកោតសរសើរស្ងប់ស្ងាយជាក្រៃលែងប៉ុន្តែតោះតែកូនខ្ញុំម្ចាស់ចេះចំណេះទាំងនេះដោយឥតបានរៀនពីគ្រូណាសោះគឺវាចេះដោយសារគំនិតវាតែម្ដងព្រះអិនឆ្លើយថាមែនហើយមនុស្សណាដែលចេះវិជ្ជាឥតគ្រូលោកប្រដូចទៅនឹងមនុស្សឈួតបើដូច្នេះចូលឯងនាំកុមារនេះទៅជួបនឹងទេពបុត្រដែលជានាយរោងជាងឈើគេនឹងបង្រៀនកុមារឲ្យចេះមុខវិជ្ជាផ្លាយសិន
រួចសឹមឲ្យកុមារត្រឡប់ទៅថាមនុស្សលោកវិញព្រោះកុមារមានសញ្ជាតិជាមនុស្សលោកពុំអាចមកនៅក្នុងទីនេះរហូតបានទេព្រះវិស្ណុកាក៏ទៅនៅជាមួយនឹងទេពបុត្រដែលជាអ្នកបច្ចេកទេសខាងវិទ្យាសិល្បៈនិងខាងសំណង់យុវជននោះខំរៀនគូរៀនឆ្លាក់រៀនលេងភ្លេងអំពីសំណាក់ទេពបុត្រជាគ្រូទាំងនោះបានចេះចាំស្ទាត់សពគ្រប់ទាំងអស់គឺចេះសង់នាវាអាចបើកបរលើគោកបានចេះឆ្លាក់ប្រាក់ឆ្លាក់មាសចេះស្លដែកគ្រប់យ៉ាងចេះវិជាលាយទឹកហើយទឹកនោះបើកាលណាគេចាក់រាយលើដីឥដ្ឋដីនោះនឹងคล้ายទៅជាថ្មសរុបសេចក្តីទៅគឺកុមារបានចេះចាំទាំងអស់នៅមុខវិជ្ជាទាំងឡាយណាដែលទេពបុត្របានបង្រៀនហើយទេពបុត្របាននិយាយលើកទឹកចិត្តកុមារដូចនេះទៀតថាកិច្ចការដែលអ្នកបានចេះធ្វើទាំងប៉ុន្មាននេះអាចគង់ថិតថេរបានថិតថេរនៅបានអស់ពេលជាច្រើនពាន់ឆ្នាំឯចំណែកការងាររបស់ខ្ញុំវិញអាចមានជីវិតត្រឹមតែមួយរជ្ជកាលស្ដេចមួយអង្គប៉ុណ្ណោះទេឧបមាថាបើព្រះមហាក្សត្រអង្គណាមួយបានសោយរាជសម្បត្តិហើយទ្រង់សប្បាយហត្ថតីឲ្យខ្ញុំសង់ប្រាសាទថ្វាយខ្ញុំអាចសង់ថ្វាយបានមួយរំពេចប៉ុន្តែនៅថ្ងៃដែលព្រះមហាក្សត្រអង្គនោះទ្រង់សោយព្រះទិវង្គតទៅប្រាសាទនោះក៏ត្រូវរលាយបាត់នៅក្នុងពេលនោះដែរដូច្នេះឃើញថារដ្ឋអំណាចរបស់ឯងមានអានុភាពខ្លាំងលើសលប់លើរដ្ឋអំណាចរបស់យើងទេពបុត្រក៏នាំសេចក្តីទៅក្រាបទូលព្រះឥន្ទ្ររាជអំពីលទ្ធផលដ៏ប្រសើរក្រៃលែងដែលកើតមានមុខអំពីការអប់រំព្រះវិស្ណុកាព្រះឥន្ទ្រក៏ទ្រង់សពព្រះទ័យជាខ្លាំងហើយទ្រង់ទទួលស្គាល់ថាព្រះវិស្ណុកានឹងទៅជាអ្នកអប់រំអ្នកបង្ហាត់បង្រៀនមនុស្សលោកទាំងអស់ដែលកម្មព្រះពុទ្ធសាសនាបន្ទាប់មកព្រះឥន្ទ្រក៏មានព្រះឱកាសថាជាងសំណងទាំងអស់ដែលជាតិជាមនុស្សលោកមុននឹងកសាងអ្វីៗត្រូវតែរៀបដង្វាយថ្វាយព្រះវិស្ណុកាសិនឯប្រដាប់ដង្វាយមានដូចតទៅគឺស្រាមួយដបប្រាក់មួយបាតមួយរៀលដើមចេក4កង់មានដោតម្លូនិងស្លាលើនោះផងសម្ពុតស4ហាត់អង្គរមួយផ្តិលនិងទៀនមួយបើជនណាមួយចាំធ្វើកិច្ចការអ្វីមិនបានរៀបដង្វាយនេះថ្វាយព្រះវិស្ណុកាទេអ្នកនោះឯងនឹងបើកភ្នែកពុំរួចឡើយទោះបីបើករួចមើលឃើញពន្លឺថ្ងៃក៏នៅមានពពេចភ្នែកគ្រាប់ភ្នែកអៀស៊ីដែរការព្រះឥន្ទមានព្រះបន្ទូលមកដល់ត្រង់នេះព្រះអង្គនឹកឃើញដល់ព្រះកេតុមាលាហើយព្រះអង្គក៏ទ្រង់ហោះចុះមកកាន់ប្រទេសកម្ពុជាពេលនោះជារាត្រីការមនុស្សទាំងឡាយមានសេចក្តីភ្ញាក់ផ្អើលជាខ្លាំងដោយឃើញពន្លឺភ្លឺត្រជះត្រចង់នៅលើមេឃហើយគេដណ្ដឹងសួរគ្នាថាតើនរណាធ្វើអ្វីបានជាភ្លឺសន្ធោលើមេឃដូច្នេះព្រះឥន្ទក៏បានចុះមកដល់ក្នុងប្រាសាទស្ដេចពួកអ្នកយាមក៏រត់ចូលទៅទូលព្រះបាទទេវវង្សអស្ចារ្យថាមានសត្វពុំដែលស្គាល់ចុះមកពីឋានទេវតាមានភាពដូចមនុស្សប៉ុន្តែមានពណ៌ខៀវមានពន្លឺចាំងដូចភ្លើងបានចូលមកក្នុងប្រាសាទព្រះបាទទេវវង្សអស្ចារ្យយាងប្រញាប់តម្រង់ទៅប្រាសាទអង្គរហើយទ្រង់បានស្គាល់ថាជាព្រះឥន្ទព្រះរាជាទ្រង់អោនលុតជង្គង់ថ្វាយបង្គំព្រះឥន្ទសួរថាតើព្រះអង្គមានស្គាល់ព្រះរាជបុត្រខ្ញុំឬទេព្រះបាទទេវវង្សអស្ចារ្យទូលថាទូព្រះបង្គំពុំដែលស្គាល់ទេព្រះឥន្ទសួរថាការដែលព្រះកេតុមាលាទ្រង់ព្រះសម្ពុទ្ធតើមានអាភេទអីម្ដេចព្រះបាទទេវវង្សអស្ចារ្យទូលថាឃើញពន្លឺខៀវលោតសន្ធឹងនៅលើមេឃរួចស្រាប់តែមានកម្រងផ្កាធ្លាក់មកលើអគ្គមហេសីទូព្រះបង្គំហើយតមកព្រះអគ្គមហេសីទូព្រះបង្គំមានផ្ទៃពោះឥឡូវប្រសូតបត់មកសន្មតនាមថាកេតុមាលាឥឡូវមានវ័យចម្រើនហើយព្រះឥន្ទមានព្រះបន្ទូលថានឹងហើយគឺកូនខ្ញុំវាចោះមកចាប់បដិសន្ធិឬដូច្នេះព្រះបាទទេវវង្សអស្ចារ្យក៏ទ្រង់ត្រាស់ហៅព្រះកេតុមាលាឲ្យចូលមកព្រះឥន្ទក៏ចាប់លើកព្រះរាជកុមារឲ្យអង្គុយលើព្រះឧរុផ្លូវរួចទ្រង់មានព្រះបន្ទូលថាពីដើមខ្ញុំឈ្មោះមគ្គមាមេនុបខ្ញុំបានស្ថាបនាផ្លូវថ្នល់ស្ថាបនាទំនប់ទឹកសង់សាលាសង់ស្ពានខ្ញុំបានធ្វើបន់ដាក់ទានដល់អ្នកក្រីក្រលំបាកដោយផលនេះខ្ញុំបានទៅកើតជាព្រះឥន្ទដូច្នេះខ្ញុំមានចិត្តនឹកមកដល់ប្រទេសកម្ពុជាណាស់ព្រោះជាប្រទេសទើបនឹងកកើតឡើងថ្មថ្មីហើយតាំងពីពេលនោះមកដល់ឥឡូវនេះគ្មានមនុស្សខ្លាំងពូកែណាម្នាក់មកនៅក្នុងប្រទេសនេះសោះដូច្នេះយើងនឹងជួយធ្វើឯងឲ្យបានសប្បាយហើយឲ្យមានអាយុវែងផង
ត្បិតអីមនុស្សលោកសម័យនេះអាយុខ្លីណាស់កម្រមាននរណាអាយុបាន100ឡើងហើយយើងនឹងនាំយកឯងទៅក្នុងប្រាសាទយើងហើយឲ្យឯងចូលមុជទឹកក្នុងអាងមួយដើម្បីឲ្យបានអាយុវែងព្រះឥន្ទក៏លើកពោព្រះកេតុមាលាហោះទៅកាន់ឋានទេវតានៅក្នុងសួនច្បារនៃព្រះឥន្ទមានអាងទឹកមួយព្រះឥន្ទក៏យកព្រះកេតុមាលាឲ្យទៅមុជទឹកក្នុងអាងនោះមួយថ្ងៃ7ដងលុះត្រាតែគ្រប់7ថ្ងៃបន្ទាប់មកព្រះឥន្ទនាំព្រះកេតុមាលាចូលទៅក្នុងប្រាសាទព្រះអង្គរួចព្រះឥន្ទអញ្ជើញទេវតាជាព្រាហ្មណ៍7នាក់ឲ្យមកសូត្រសែកមុនគាថានិងប្រោះព្រំទឹកមុននៅលើព្រះកេតុមាលាដើម្បីឲ្យបានអាយុជាង100ឆ្នាំកាលបើពិធីនេះបានចប់សពគ្រប់ហើយព្រះឥន្ទក៏ទ្រង់បង្គាប់ឲ្យគេទឹមព្រះរាជរថបញ្ជិះព្រះកេតុមាលាបរហោះព័ទ្ធជុំវិញប្រាសាទព្រះអង្គរដើម្បីឲ្យព្រះកេតុមាលាអាចមើលឃើញលំអប្រាសាទសពគ្រប់ទាំងអស់កាលបើព្រះកេតុមាលាបានសង្កេតឃើញប្រាសាទព្រះឥន្ទសពគ្រប់អស់ហើយនាយសារថីក៏នាំព្រះកេតុមាលាទៅមើលក្រោលគោសួរទៀតព្រះឥន្ទក៏សួរទៅព្រះកេតុមាលាថាអ្នកពេញចិត្តនឹងវត្ថុអ្វីដែលអ្នកបានឃើញទៅទេព្រះកេតុមាលាទូលថាខ្ញុំមានសេចក្តីស្ងប់ស្ងាត់ណាស់ព្រះឥន្ទមានព្រះបន្ទូលថាដូច្នេះខ្ញុំប្រគល់អាណាចក្រកម្ពុជានេះឲ្យឯងហេតុនេះបើឯងពេញចិត្តនឹងប្រាសាទណាមួយដែលឯងបានឃើញហើយចង់សង់ប្រាសាទមួយនៅក្នុងប្រទេសកម្ពុជាឲ្យល្អដូចចូលឯងគ្រាន់តែនឹកក្នុងចិត្តឡើងយើងនឹងបញ្ជូនស្ថាបនិកម្នាក់ឲ្យទៅសង់ឲ្យឯងនៅក្នុងប្រទេសឯងមួយរំពេចនៅពេលនោះព្រះកេតុមាលាទើបតែនឹងមានព្រះជន្ម12ឆ្នាំដូច្នេះព្រះកុមារមានសេចក្តីតក់ស្លុតខ្លាយព្រះឥន្ទពុនប្រមាណទ្រង់គិតឃើញថានៅក្នុងប្រទេសអញពុំត្រូវធ្វើឲ្យល្អជាងប្រាសាទព្រះឥន្ទទេបើសិនជាអញធ្វើឲ្យល្អជាងឬប្រហែលព្រះអង្គនោះព្រះអង្គមុខជាអអន់ប្រតិពំខានទ្រង់គិតដូច្នេះហើយព្រះកេតុមាលាទ្រង់ឆ្លើយថាទូលព្រះបង្គំចង់ឲ្យគេសង់ប្រាសាទមួយដែលមានលម្អប្រហែលក្រោលគោព្រះអង្គព្រះឥន្ទក៏ទ្រង់ព្រះសម្រួលថាក្រោលនេះជារបស់ល្អចំពោះភ្នែកចៅឯងហើយឬហើយទ្រង់មានព្រះបន្ទូលទៅកាន់ព្រះវិស្ណុការថាចៅជាជាតិមនុស្សលោកពុំអាចស្ថិតនៅក្នុងឋានលើនេះបានរហូតទេយើងនឹងបញ្ជូនចៅឯងទៅក្នុងប្រទេសកម្ពុជាហើយត្រូវឯងសង់ប្រាសាទឲ្យព្រះរាជបុត្រយើងមួយខ្នងឲ្យមានសភនភាពល្អជាងក្រោលគោយើងកាលបើឯងសង់រួចស្រេចហើយយើងនឹងចោះទៅធ្វើអធិបតីក្នុងពិធីរៀបចំអភិសេកព្រះរាជបុត្រយើងឲ្យឡើងសោយរាជកាលបើព្រះវិស្ណុការបានពិនិត្យមើលក្រោលគោព្រះឥន្ទសពគ្រប់ហើយព្រះឥន្ទក៏ទ្រង់ព្រះរាជបញ្ជាឲ្យគេរៀបចំទឹមព្រះរាជក្រោះព្រះអង្គបញ្ជិះព្រះកេតុមាលានិងព្រះវិស្ណុការចោះមកកាន់ដែនដីត្រង់ប្រទេសកម្ពុជាព្រះវិស្ណុការក៏ចាប់សង់ប្រាសាទភ្លាមនៅពុទ្ធសករាជ620លោកបានបង្កប់ឲ្យជីកស្នាមភ្លោះយកអាចដីដាក់គោលើគ្នាយ៉ាងខ្ពស់រួចទៅព្រះវិស្ណុការយករូបចម្លាក់ផ្សេងទៅផ្ដិតលើដីនោះគ្រប់ទិសទាំងអស់ដំណើរពីកូនមេភូមិម្នាក់ឈ្មោះសុវណ្ណអ្នកកំឡោះនោះបានចូលធ្វើជាកម្មករព្រះវិស្ណុការលុះសុវណ្ណបានយល់ការថ្នឹកល្មមធ្វើការខ្លួនឯងកើតព្រះវិស្ណុការក៏ជិះទូកទៅកាន់សមុទ្រដើម្បីរកសម្បកខ្យងមកដុតធ្វើជាកំបោរដើម្បីបោកប្រាសាទលុះត្រឡប់មកវិញមកដល់សំរងសែនស្រុកកំពង់លែងទូកក៏ត្រូវលិចទឹកព្រះវិស្ណុការក៏បានស្ដារយានជំនិះនោះឡើងប៉ុន្តែអត់កើតយកសម្បកខ្យងទេអាស្រ័យហេតុនេះហើយបានជាសពថ្ងៃនេះគេឃើញមានសម្បកខ្យងជាច្រើនគំនរកប់នៅក្នុងភូមិសំរងសែនចាប់តាំងពីច្រើនឆ្នាំណាស់មកហើយអ្នកស្រុកក្នុងភូមិនោះតែងបបួលគ្នារើសសម្បកខ្យងនោះមកដុតធ្វើជាកំបោរប៉ុន្តែសម្បកខ្យងនៅតែមានចំនួនជាច្រើនក្រៃលែងរហូតមកដល់សប្តាហ៍ថ្ងៃនេះថ្ងៃក្រោយមកទៀតព្រះវិស្ណុការក៏ធ្វើដំណើរទៅកាន់សមុទ្រដើម្បីរើសសម្បកខ្យងទៀតប៉ុន្តែម្ដងនេះមានទុកសំពៅច្រើនណាស់ហើយក៏បានសម្បកខ្យងមុខជាច្រើនក្រៃលែងបន្ទាប់មកទៀតព្រះវិស្ណុការក៏ចេញសំពៅទៅ3ដើម្បីទៅរកក្របល្ងប៉ុន្តែលុះត្រឡប់មកមានខ្យល់ជុះបោកបក់សំពៅមួយលិចនៅត្រង់កោះកំញានខាងលិចដូនទ្រីព្រះវិស្ណុការក៏ចាក់ក្របល្ងក្នុងសំពៅនោះចោលទាំងអស់រួច
ក៏ធ្វើក្របល្ងនោះឲ្យរឹងคล้ายទៅជាកោះមួយហេតុនោះហើយបានជាសពថ្ងៃនេះគេសង្កេតឃើញក្នុងកោះកំងានមានពណ៌ខ្មៅដូចជាក្របល្ងគ្មានដីអ្វីទៀតនៅលាយជាមួយឡើយចំណែកឯក្របល្ងនៅក្នុងសំពៅពីរទៀតព្រះពិស្ណុកាក៏យកទៅលាយបោកពីលើប្រាសាទដីដែលលោកបានសង់នោះដីនោះក៏បានคล้ายទៅជាថ្មមួយរំពេចការសង់ប្រាសាទព្រះពិស្ណុកាឥតចាំបាច់ចងរន្ទាដាំសសរមួយម្ដងដូចយើងទេគឺលោកយកដីមកសង់ជាប្រាសាទ5ជាន់តែម្ដងទៅយកទឹកថ្នាំលាយទៅលាបពីលើតួប្រាសាទទាំងមូលប្រាសាទនោះក៏คล้ายទៅជាថ្មអាស្រ័យហេតុនេះហើយបានជាយើងឃើញត្រង់វងកោងនៃដំបូលប្រាសាទឥតមានរលូតឬសសរទ្រពីក្រោមទេលុះការស្ថាបនាបានរួចស្រេចកាលណាព្រះវិស្ណុកាក៏លាបថ្នាំលើរូបចម្លាក់ទាំងនោះតម្រូវទៅតាមពណ៌ផ្សេងធ្វើឲ្យប្រាសាទមានលម្អយ៉ាងត្រចះត្រចង់គឺល្អដូចជាក្រៅគោព្រះឥន្ទព្រះកេតុមាលាពេញចិត្តនឹងប្រាសាទនោះណាស់បានពោលសរសើរព្រះវិស្ណុកាជាច្រើនហើយបានសូមឲ្យព្រះវិស្ណុកាសាងសង់ប្រាសាទឯទៀតជាច្រើនតាមដោយមានរូបចម្លាក់យ៉ាងឆើតឆាយព្រះឥន្ទធិរាជដោយមានពួកទេវតាជាច្រើនតាមដង្ហែផងបានយាងចុះមកឋានក្រោមប្រសិទ្ធិពរអភិសេកព្រះរាជបុត្រព្រះអង្គហើយព្រះអង្គក៏ថ្វាយព្រះនាមថាអរិទ្ធពលពាលហណូព្រះកេតុមាលារួចទ្រង់ហៅឈ្មោះប្រទេសខ្មែរយើងថាកម្ពុជាដូចសពថ្ងៃនេះពេលក្រោយមកព្រះកេតុមាលាទ្រង់បានសង្កេតឃើញកំពូលប្រាសាទមួយពុំសូវត្រង់ទ្រង់ក៏មានព្រះបន្ទូលប្រាប់ព្រះពិស្ណុកាឲ្យឡើងតម្រង់កំពូលនោះព្រះពិស្ណុកាឆ្លើយថាសូមព្រះអង្គទ្រង់ប្រើតែស្ត្រីម្នាក់ឲ្យយកផ្លែឃ្លោកទុំទៅវាយកំពូលនោះនឹងត្រង់ឡើងវិញហើយទ្រង់ព្រះសម្ដាប់ដូច្នេះព្រះកេតុមាលាក៏ទ្រង់ព្រះពិរោធជាខ្លាំងព្រះអង្គទ្រង់បានបញ្ចេញនៅព្រះសូរខ្លាំងថាមិនក៏និយាយដូច្នេះកំពូលប្រាសាទធ្វើសុទ្ធតែអំពីថ្មម្ដេចក៏ឯងប្រាប់ថាឲ្យស្ត្រីយកផ្លែឃ្លោកទុំទៅវាយតម្រង់ចំណែកឯព្រះពិស្ណុកាក៏ខឹងនឹងព្រះរាជាដែរតែដោយគោរពព្រះចេស្តាលោកក៏ប្រើស្ត្រីម្នាក់ឲ្យយកផ្លែឃ្លោកទុំទៅគោះកំពូលប្រាសាទនោះក៏បានត្រង់ឡើងវិញក្រោយពីនោះបន្តិចមកទៀតព្រះកេតុមាលាទ្រង់បានប្រគល់ដែកទម្ងន់3ហាប់ដើម្បីឲ្យព្រះវិស្ណុកាធ្វើព្រះខ័នមួយជានិមិត្តរូបនៃតេជនភាពព្រះអង្គថ្វាយព្រះអង្គព្រះពិស្ណុកាបានយកដែកទៅស្លរំលាយនិសល្មមតែធ្វើព្រះខ័នតូចមួយមានមុខស្ដើងជាងស្លឹកស្រូវទៅទៀតហើយមុតក្រៃលែងគឺថាបើគេយកព្រះខ័នទៅកាប់ខ្លួនមនុស្សម្នាក់ជាពីកំណត់គេពុំអាចមើលដឹងថាខ្លួនមនុស្សដាច់ឡើយគេស្មានថាកាប់អត់ត្រូវខ្លួនហើយមនុស្សនោះនៅនិយាយបានដូចដើមលុះត្រាតែគេយកដៃទៅច្រានទើបខ្លួនមនុស្សនោះដាច់ធ្លាក់ជាពីកំណត់ភ្លាមម្យ៉ាងទៀតបើគេយកពាងមួយធ្វើអំពីដីមានដាក់ទឹកពេញហើយគេអាចកាប់ពាងនោះឲ្យដាច់ជាពីកំណត់មិនឲ្យទឹកក្នុងពាងនោះហូរចេញបានលុះតែយកដៃទៅច្រានពាងនោះទើបពាងនោះបែកដាច់ជាពីរហើយទឹកក៏កំពប់ចេញព្រះពិស្ណុកាបានយកព្រះខ័នដែលទើបនឹងធ្វើឲ្យនោះទៅលត់ទឹកយ៉ាងត្រឹមត្រូវរួចយកទៅថ្វាយព្រះកេតុមាលាការបានទ្រង់ទតឃើញទំហំព្រះខ័នភ្លាមក៏ទ្រង់ព្រះពិរោធខ្លាំងក្រៃលែងព្រមទាំងទ្រង់បានបន្ទោសព្រះពិស្ណុកាយ៉ាងគំរោះគំរើយនៅចំពោះមុខនាម៉ឺនសុមុខមន្ត្រីទាំងអស់ថាអ្នកឯងលួចដែកយើងយកទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនបានជាដែក3ហាប់ធ្វើព្រះខ័នឲ្យយើងបានតែមួយតូចប៉ុណ្ណោះព្រះពិស្ណុកាក៏ខឹងច្រឡោតតងតាងដែរហើយឆ្លើយថាខ្ញុំលែងនៅប្រទេសកម្ពុជាទៀតហើយខ្ញុំនឹងត្រឡប់ទៅនៅឯប្រទេសចិនឯនោះវិញថាហើយព្រះពិស្ណុកាក៏ក្រោកដើរចេញដោយអស់មុខព្រះខ័នលើក្តារលុះព្រះពិស្ណុកាចេញផុតទៅគេសង្កេតឃើញក្តារដាច់ជាពីរដោយអំណាចមុខព្រះខ័នដែលព្រះពិស្ណុកាបានអស់ពីលើព្រះកេតុមាលាទ្រង់ទតឃើញដូច្នេះក៏ត្រាស់បង្គាប់ឲ្យគេរត់តាមស្រីហៅព្រះពិស្ណុកាទាយកព្រះខ័នមកថ្វាយព្រះអង្គវិញប៉ុន្តែព្រះពិស្ណុកាប្រកែកពុំព្រមឲ្យហើយក្រវែងចោលទៅក្នុងកណ្ដាលទន្លេសាបរួចក៏ចោះសំពៅបើក្តោងសម្ដៅទៅស្រុកចិនដែលជាស្រុកកំណើតរបស់គាត់ទៅនេះហើយជារឿងព្រះពិស្ណុកាដែលមនុស្សភាគតិចណាស់បានដឹងហើយដោយសារតែមានរឿងព្រេងនេះបានជាអ្នកស្រុកគេជឿគេយល់ថាប្រាសាទអង្គរជាស្នាដៃទេវតាសាង